បាយអត់ប្តីម្ដងនៅខាងស្នងការម្ដងទៅម្ដងជាសភារ៉ាឥឡូវកូនចៅទៅដល់តឡាការទៀតអត់ដឹងដំណឹងពីប្តីសោះកូនបារម្ភគាត់ណាស់សម្ដេចពុកកូនចៅមិនបានថៃនេះមកត្រឹមជាជួយជាកូនចៅនឹកប្តីណាស់ក្រៀមកូនចៅសួនកូនចៅមកជួយទេកូនចៅមានណែនទ្រុងណាស់អីសិស្សគាត់មានងើបប្រចាំកាយទឹកនោមផ្អែមផងលើឈាមផងឡាក់អាស៊ីតផងគេចាំគាត់4ថ្ងៃហើយអត់មានដំណឹងអីសោះសួរសុខទុក្ខក៏គ្មានតែមកប្រាប់ប្រពន្ធសុខទុក្ខយ៉ាងណាបាយអត់ពេលនេះមកនេះកូនចៅរត់រោប្តីសោះខ្លួនហើយកូនចៅចង់ដួលម្ដងសម្រាប់ពុកអើយសូមបងជួយប្តីកូនចៅផងបាយអត់